សេចក្តីប្រកាសព័ត៌មានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសូមជម្រាបជូនដល់បណ្ដាសារព័ត៌មានជាតិនិងអន្តរជាតិនិងសាធារណជនទាំងអស់មេត្តាជ្រាបថាក្រោយពីការវាយប្រហារដោយប្រដាប់អាវុធនាពេលថ្មីៗនេះដោយកងយោធាថៃមកលើជនស៊ីវិលកម្ពុជានាថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នៅក្នុងទឹកដីកម្ពុជាស្ថិតក្នុងភូមិប្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលបានបណ្ដាលឲ្យប្រជាជនកម្ពុជាស្លាប់និងរបួសការប្រព្រឹត្តអំពើដ៏សាហាវយងខ្នងមកលើជនស៊ីវិលកម្ពុជាគឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិរួមមានធម្មនុញ្ញអង្គការសហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស UDHR កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ICCPR កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌ ICESCR និងអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្ម CAT ព្រមទាំងបានបំពានសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួររវាងប្រទេសកម្ពុជានិងប្រទេសថៃដែលមានឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានបានធ្វើជាសាក្សីនៅថ្ងៃទី26ខែតុលាឆ្នាំ2025ដោយមើលឃើញពីការរំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាស្លូតត្រង់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានរៀបចំនិងបានដាក់ញត្តិជាបន្ទាន់ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស OHCHR នៅទីក្រុងហ្សឺណែវឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅទីក្រុងបាងកកស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ានព្រមទាំងប្រធានបដូវវេននិងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆាផងដែរនៅក្នុងញត្តិបន្ទាន់នោះកសមកបានអំពាវនាវនិងលើកសំណើមួយចំនួនដូចខាងក្រោមបញ្ឈប់រាល់សកម្មភាពអារេភាពយោធានិងធានាសុវត្ថិភាពរបស់ជនស៊ីវិលកម្ពុជាធ្វើការស៊ើបអង្កេតដោយឯករាជ្យមិនលំអៀងនិងដាក់ទោសចំពោះឧក្រិដ្ឋកម្មនេះផ្ដល់ការថែទាំព្យាបាលជាបន្ទាន់និងសំណងដល់ជនរងគ្រោះនិងគ្រួសារពង្រឹងវិធានការបង្ការនិងអនុវត្តឲ្យបានពេញលេញនៅខ្លឹមសារកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរលើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឬនីតិវិធីពិសេសពាក់ព័ន្ធនានាចាត់តាំងឲ្យមានបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិដើម្បីវិយតម្លៃស្ថានភាពនិងទប់ស្កាត់ការកើតឡើងវិញឲ្យប្រទេសថៃដោះលែងនិងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង18នាក់ជាបន្ទាន់និងគ្មានលក្ខខណ្ឌកសមកក៏បានបញ្ជាក់ពីជំហររបស់ប្រទេសកម្ពុជាក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់សិទ្ធិមនុស្សអន្តរជាតិនិងអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យប្រទេសថៃទទួលខុសត្រូវទាំងស្រុងនិងចាត់វិធានការជាបន្ទាន់ដើម្បីធានាយុត្តិធម៌ជូនជនរងគ្រោះនិងការពារជនស៊ីវិលទាំងអស់នៅតាមព្រំដែនកម្ពុជាថៃថ្ងៃពុធ7រោចខែកដឹកឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025